របៀបនិយាយថានរណាម្នាក់គឺចូលជាភាសាអង់គ្លេស you're cheesy យើងប្រើពាក្យ cheesy ដើម្បីនិយាយថានរណាម្នាក់គឺធ្វើអ្វីមួយដែលគិតថាលយប៉ុន្តែអ្នកផ្សេងអត់គិតថាលយដោយសាររឿងហ្នឹងគឺជារឿងដែលអ្នកផ្សេងភាគច្រើនដឹងពីវាហើយគិតថាវាជារឿងសាមញ្ញវាអាចជាពាក្យញ៉ែចេះចង់នរណាម្នាក់ឬក៏វាអាចជារឿង complain ដែលអ្នកផ្សេងគិតថាវាលេងស្បាយប៉ុន្តែលេងគួរ complain ហើយប៉ុន្តែគាត់មនុស្សម្នាក់ហ្នឹងនៅតែប្រើ clear ហ្នឹងឬក៏ style ហ្នឹងដដែល you're corny ពាក្យហ្នឹងគឺមានន័យស្តៀងនឹងពាក្យ cheesy ដែរយើងមានន័យថាយើងប្រើនៅពេលដែលណាម្នាក់ធ្វើអ្វីៗដែលអ្នកផ្សេងដឹងពីរឿងហ្នឹងហើយទៅវាលេងលយប៉ុន្តែនៅតែបន្តធ្វើពាក្យដែលមានន័យស្តៀងនឹងពាក្យចូលខ្លាំងគឺយើងអាចហៅណាម្នាក់ថា you're cringy យើងប្រើពាក្យ cringy ដល់ហ្នឹងត្រង់ថាពាក្យក្រនាមដើម្បីសំដៅលើណាម្នាក់ដែលពេលយើងឃើញអ្វីដែលគេធ្វើហ្នឹងវាមានអារម្មណ៍ថាគួរច្រាញ់គួរអីមានអារម្មណ៍ថាយើងគួរយើងធ្វើយើងអ្វីដែលគេធ្វើហ្នឹងធ្វើយើងមានអារម្មណ៍ថាខ្មាស់ជំនួស you're trying too hard យើងប្រើ clear មួយនេះដើម្បីនិយាយទៅកាន់ណាម្នាក់ដែលយើងគិតថាកំពុងសម្ដែងឬក៏ខំប្រឹងធ្វើអ្វីមួយដើម្បីទទួលការចាប់អារម្មណ៍ពីអ្នកដទៃដែលខំខ្លាំងពេកដែលយើងមើលទៅដូចសម្ដែងហើយវាមិនចេញពីអារម្មណ៍ពិតឬចរិតពិតរបស់គេទៅវាធ្វើយើងមានអារម្មណ៍ថាគួរឲ្យខ្មាស់ឬក៏ថាអ្នកនឹងគឺជាមនុស្សដែលមិនបញ្ចេញពីអ្វីដែលពិត you're so desperate for attention យើងប្រើ clear មួយនេះនៅពេលដែលយើងចង់និយាយថានរណាម្នាក់គឺចង់បានការចាប់អារម្មណ៍ពីអ្នកដទៃដល់ថ្នាក់ធ្វើអ្វីគ្រប់យ៉ាងទៅវាគួរឲ្យខ្មាស់អៀនឬក៏គួរឲ្យ cringe